សហគ្រិននិងអ្នកជំនាញមនុស្សពីរប្រភេទដែលសង្គមត្រូវការដូចគ្នាក្នុងសង្គមមនុស្សជាច្រើនតែងតែយល់ច្រឡំថាអ្នកដែលមានសញ្ញាបត្រខ្ពស់ត្រូវតែអាចបង្កើតអាជីវកម្មធំបានហើយអ្នកដែលបង្កើតក្រុមហ៊ុនជោគជ័យត្រូវតែជាអ្នកជំនាញបច្ចេកទេសខ្ពស់ប៉ុន្តែការពិតមិនមែនដូច្នោះទេប្រវត្តិសាស្ត្រនិងពិភពអាជីវកម្មបានបង្ហាញថាមនុស្សមានសមត្ថភាពខុសគ្នាអ្នកខ្លះកើតមកមានសមត្ថភាពដឹកនាំប្រមូលធនធានបង្កើតឱកាសនិងបង្កើតអង្គភាពអ្នកខ្លះទៀតមានជំនាញជ្រៅក្នុងវិស័យជាក់លាក់ដូចជាវិស្វកម្មវិទ្យាសាស្ត្រច្បាប់ឬបច្ចេកវិទ្យាបើយើងក្រឡេកទៅមើលរឿងសាមកុកលាវបុយនិងជូគឺលៀងគឺជាឧទាហរណ៍ដ៏ល្អមួយលាវបុយមានសមត្ថភាពក្នុងការប្រមូលមនុស្សកសាងអំណាចការដឹកនាំអូសទាញឲ្យអ្នកដទៃមកធ្វើការឲ្យខ្លួននិងទេគោសល្យក្នុងការធ្វើនយោបាយចំណែកជូគឺលៀងគឺជាអ្នកជំនាញនិងអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមលាវបុយមិនអាចជោគជ័យដោយគ្មានជូគឺលៀងបានទេហើយជូគឺលៀងក៏ត្រូវការលាវបុយដើម្បីបញ្ចេញសមត្ថភាពក្នុងការអនុវត្តគំនិតនិងយុទ្ធសាស្ត្ររបស់ខ្លួនដែរពិភពអាជីវកម្មសម័យទំនើបក៏ដូចគ្នាម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនមិនចាំបាច់ជាវិស្វករកិនណេឲ្យកឬអ្នកច្បាប់នោះទេប៉ុន្តែគាត់ត្រូវដឹងថាពេលណាគួរស្វែងរកអ្នកជំនាញមកជួយនិងគោរពតម្លៃនៃជំនាញវិជ្ជាជីវៈឧទាហរណ៍ក្នុងវិស័យសំណង់ម្ចាស់អាជីវកម្មម្នាក់អាចមានសមត្ថភាពខ្លាំងក្នុងការរកទីផ្សារគ្រប់គ្រងគម្រោងនិងដឹកនាំអាជីវកម្មប៉ុន្តែការរចនាប្លង់ការកិនណេបច្ចេកទេសនិងការធានាសុវត្ថិភាពគឺជាការងាររបស់វិស្វករដែលបានទទួលការបណ្ដុះបណ្ដាលមានសញ្ញាបត្រនិងទទួលស្គាល់តាមវិជ្ជាជីវៈសហគ្រិនល្អមិនមែនជាមនុស្សដែលចេះគ្រប់យ៉ាងនោះទេផ្ទុយទៅវិញគឺជាមនុស្សដែលដឹងថាខ្លួនមិនចេះអ្វីហើយអាចប្រមូលអ្នកជំនាញមកធ្វើការរួមគ្នាបានដូចគ្នានេះដែរអ្នកជំនាញល្អក៏មិនចាំបាច់ក្លាយជាសហគ្រិនដែរមនុស្សខ្លះមានទេពកោសល្យក្នុងការស្រាវជ្រាវការរចនាការគណនានិងការដោះស្រាយបញ្ហាបច្ចេកទេសនោះគឺជាតម្លៃដ៏សំខាន់សម្រាប់សង្គមរីកចម្រើនមិនមែនដោយសារមានតែសហគ្រិនឬមានតែអ្នកជំនាញនោះទេប៉ុន្តែដោយសារមានការសហការរវាងមនុស្សទាំងពីរប្រភេទសហគ្រិនបង្កើតឱកាសចំណែកអ្នកជំនាញបង្កើតគុណភាពនិងស្តង់ដារដូច្នេះមេរៀនសំខាន់មួយគឺអ្នកដឹកនាំមិនចាំបាច់ចេះគ្រប់យ៉ាងទេប៉ុន្តែត្រូវដឹងថាអ្នកណាចេះនិងត្រូវផ្ដល់តម្លៃដល់ជំនាញរបស់ពួកគេហើយអ្នកជំនាញមិនចាំបាច់ក្លាយជាម្ចាស់ក្រុមហ៊ុនទេប៉ុន្តែជំនាញរបស់ពួកគេគឺជាគ្រឹះដែលធ្វើឲ្យក្រុមហ៊ុននិងសង្គមរីកចម្រើន។